សួស្តីអ្នកទាំងគ្នាស្វាគមន៍មកកាន់វីដេអូសម្រាប់សាច់រឿងទឹកដីអ្នកផុសតែដែលជាបន្តមុននឹងចូលទៅកាន់សាច់រឿងរបស់យើងសម្រាប់អ្នកមកក្រោយនោះកុំភ្លេចជួយ like និង Sub ឲ្យ Channel Admin ម្នាក់មួយផងតោះបើរួចរាល់ហើយយើងចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នាចាប់ផ្ដើមនៅពេលនេះមកសាច់រឿងក៏បានកាត់ទៅដល់ផ្ទះរបស់ជីតាឡានកើគណៈពេលដែលគាត់កំពុងតែអង្គុយផឹកស្រាតែម្នាក់ឯងប៉ប៉ោក៏ចាប់ផ្ដើមបាំងបិទនៅព្រះអាទិត្យភ្លាមនោះសំឡេងបារម្ភម្នាក់ក៏បានសរសើរទៅកាន់ស្រារបស់គាត់ថាពិតជាអស្ចារ្យនិងមានក្លិនក្រអូបណាស់ស្របពេលនោះផងដែរប្រជាជាច្រើនក៏បានហោះចូលមកបារម្ភម្នាក់នោះគេក៏បានបង្ហាញខ្លួនសុំជីតាដាក់មកតយដែរគាត់ក៏ដឹងហើយថាម្នាក់នេះគឺជាពូជពងបិសាចអប៉ែនោះក៏ប្រាប់ទៅវិញថាអូនជាបិសាចល្អតាព្រឹទ្ធាចារ្យក៏បានដាក់ទៅកាន់គេមួយដៃសួរទៅគេមកទីនេះធ្វើអ្វីគេក៏បានប្រាប់ទៅវិញថាមិនពេលដែលត្រកូលរបស់គេត្រឡប់មកក៏ត្រូវបានរារាំងទៅដោយអង្គការដទៃប្រភេទទាំង7តែព្រឹទ្ធាចារ្យក៏នៅតែអះអាងថាត្រកូលរបស់គាត់មិនមែនជាអ្នកគ្រប់គ្រងផ្កាយទាំងអស់នោះទេបិសាចប្រជាក៏បានប្រាប់ថានេះហើយជាមូលហេតុដែលត្រកូលរបស់គេបានចំណាយពេលរាប់រយឆ្នាំដើម្បីជាសះស្បើយឥឡូវនេះ100ឆ្នាំបានកន្លងផុតទៅហើយកូនសម្ព័ន្ធនៃពូជពងបិសាចមួយចំនួនក៏ចាប់ផ្ដើមដឹងខ្លួនបន្តិចម្ដងនៅថ្ងៃអនាគតពួកយើងនឹងរួបរวมគ្នាឡើងមកវិញមុនពេលដែលពួកបរិសុទ្ធនៃត្រកូលរបស់យើងបានដឹងខ្លួននោះគ្មានអត្ថភាពណាម្នាក់ដែលអាចបំផ្លាញទៅកាន់ផែនការរបស់ពួកយើងបានទេសរុបជារួមមកគេមកទីនេះដើម្បីតែអង្គការដទៃប្រភេទប្រសិនបើជាមានអ្នករារាំងផ្លូវនោះលទ្ធផលគឺមានតែស្លាប់យ៉ាងណាមិញពូជពងមនុស្សក៏នៅតែជាកូនចៅនៃត្រកូលបិសាចដដែលព្រឹទ្ធាចារ្យឮបែបនេះក៏មួម៉ៅក្រោកឈរឡើងតែគេក៏បានប្រើល្បឿនយឺនលឿនមកបង្ហាញខ្លួនពីមុខគាត់ប្រាប់ឲ្យគាត់អង្គុយចុះផឹកស្រាសិនទៅតែព្រឹទ្ធាចារ្យគាត់មិនបានផឹកនោះទេក៏បានជះសម្ដែងទៅកាន់គេតែប៉ុន្តែបិសាចកាជៀវក៏នៅតែគ្មានបញ្ហាសរសើរថែមទៀតថាសារល្អសើរួចក៏បានរលាយបាត់ពីទីនេះបន្ទាប់មកសាច់រឿងក៏បានកើតមកដល់នៅក្នុងពិធីវិញក៏ត្រូវជាពេលដែលយាយមីងបានណែនាំថានាងគឺជាបិសាចឋានសូរអ្នកគ្រប់គ្នាឮបែបនេះក៏បានស្រែកដោយការភ័យខ្លាចបញ្ញាប់រត់ចាកចេញរីឯឡានសៀងវិញក៏បានប្រើល្បឿនយ៉ាងលឿនមកបង្ហាញខ្លួនពីមុខសួរទៅកាន់នាងថាតកោទាំងពីរគឺគ្មានចំនួននឹងគ្នាទេហេតុអ្វីបានជាចង់សម្លាប់ទៅកាន់ឡានកើឃើញគាត់បញ្ចេញនូវធម៌ពលមកយ៉ាងខ្លាំងបែបនេះយាយមីងក៏នៅតែមិនខ្លាចប្រាប់ទៅវិញថានាងមកទីនេះគឺដើម្បីតែវូសងឈូប៉ុណ្ណោះគ្មានអ្វីពាក់ព័ន្ធជាមួយនឹងពូជពងបិសាចនោះទេបើសិនបើជាគេប្រគល់នៅវូសងឈូមកឲ្យនាងនោះនាងនឹងចាក់ចេញភ្លាមឡានក៏ហើបន្តិចហើយក៏បានឌឺដងទៅវិញបើទោះបីជានាងចង់បាននោះក៏មិនដឹងធ្វើមិនដែរក៏ព្រោះតែវាបានរលាយចូលទៅក្នុងខ្លួនគាត់បាត់ហើយតែវាអាចទៅរកទេដែលនាងមានវិធីផ្សេងទៀតដើម្បីដកវាចេញតែជាលទ្ធផលនោះក៏ស៊ីមួយកំភ្លៀងរបស់ឡានសៀងគាត់ក៏ស្ដីឲ្យទៅកាន់កូនប្រុសថែមទៀតតែដឹងដែរទេនៅពេលដែលគេទទួលស្គាល់ថាអង្គការដទៃប្រភេទនៅគេបែបនេះវាមិនទាន់តែប៉ះពាល់ទៅកាន់ដែនពណ៌ខៀវទេថែមទាំងនាំនៅគ្រោះមហន្តរាយមកកាន់ពូជពងមនុស្សថែមទៀតហើយមានតែវត្ថុបុរាណមួយនេះប៉ុណ្ណោះដែលអាចធ្វើឲ្យយើងប្រយុទ្ធប្រឆាំងទប់ទល់ជាមួយនឹងពពួកបិសាចជួសសង្គ្រោះទៅកាន់ពូជពងមនុស្សក្នុងនាមគាត់ជាស្ដេចនៃសេរីភាពនោះគាត់នឹងបញ្ជាឡានកើបើទោះជាមានរឿងអ្វីកើតឡើងក៏ដោយក៏ត្រូវតែការពារទៅកាន់អង្គការដទៃប្រភេទហើយឯងក៏គ្មានសិទ្ធិដើម្បីស្លាប់នោះដែរដោយសារតែអង្គការដទៃប្រភេទគឺជាក្តីសង្ឃឹមតែមួយគត់សម្រាប់ដែនពណ៌ខៀវនិងពូជពងមនុស្សទាំងអស់គឺបែបនេះយាយមីងក៏ចាប់ផ្ដើមសើចសរសើរថែមទៀតថាពិតជាមានការបដិញ្ញាចិត្តខ្ពស់ណាស់ប៉ុន្តែគួរឲ្យសោកស្ដាយដោះស្រាយជាមួយនឹងស្រមោចដូចជាពួកឯងនេះគឺងាយស្រួលដូចបកជ័យអញ្ចឹងបំផ្ទុះធម្មពលយ៉ាងខ្លាំងហើយក៏បានឌឺដងបន្តថាដែនពណ៌ខៀវកំពុងតែប្រឈមមុខជាមួយនឹងការផុតពូជប្រសិនបើជាខ្ញុំសម្រាប់គេនោះអង្គការដទៃប្រភេទនឹងធ្លាក់មកលើដៃខ្ញុំដោយឯងប៉ុន្តែពេលដែលនាងបងនោះនឹងសម្លាប់ទៅកាន់អ្នកទាំងពីរទៅហើយធម្មពលមួយក៏បានមករារាំងរីឯឥដ្ឋដែលនៅខាងក្រោមក៏បានធ្លុះយ៉ាងជ្រៅហើយម្នាក់នោះគឺគ្មានអ្នកណាឆ្ងាយក្រៅពីសៀងយន្តនោះទេពេលនេះគាត់គឺកាន់តែមុខម៉ៅហើយដោយឡែកឡានសៀងរួមទាំងកងទ័ពរបស់គាត់ជាច្រើនក៏បានសម្បុកចូលបើកការវាយប្រហារតែប៉ុន្តែនេះយាយមីងក៏នៅតែញញឹមធម្មតាបំផ្ទុះធម្មពលបន្តិចក៏ធ្វើឲ្យពួកគេខ្ទាតចេញស្រែកដោយការឈឺចាប់ឡានកើឃើញបែបនេះក៏បានស្រែកហៅឪពុករបស់គាត់ទាំងបារម្ភតែក៏ត្រូវបានសៀងយន្តជាមួយនឹងហ្វាហ័រខាត់រីឯយាយមីងក៏ឌឺដល់បន្តថាចង់មកឈប់ខ្ញុំមែនទេដេកសម័យទៅកណាត់ពេលនេះផងដែរឡានសៀងក៏បានផុសចេញពីដីមកខ្ទេចអាវអស់លេងរួចគាត់ក៏ចាប់ផ្ដើមបញ្ចេញនូវស្នៀតកំហឹងអាទិទេពចំហាយរន្ទះយ៉ាងខ្លាំងក្លាក៏បានបាញ់ពីពេញសងវាទាំងមូលបន្ទាប់មកគាត់ក៏បានប្រើប្រាស់ល្បឿនយ៉ាងលឿនស្ទុះទៅបង្ហាញខ្លួនពីក្រោយនាងដាក់មួយដៃប៉ុន្តែយាយមីងក៏នៅតែអាចគិតចេញយ៉ាងធម្មតាញញឹមបន្តិចហើយក៏បានបញ្ចេញនូវធម្មពលមកក៏ធ្វើឲ្យឡានកើកាន់តែបារម្ភបន្ថែមទៀតហើយតែឡានសៀងគាត់ក៏នៅតែមិនបោះបង់បញ្ចេញនូវចំហាយធម្មពលរន្ទះសម្បុកចូលបើកការវិភាសាជាថ្មីបើទោះបីជាចំហាយធម្មពលរបស់គាត់ខ្លាំងក៏ពិតមែនតែយាយមីងក៏នៅតែអាចទប់យ៉ាងងាយស្រួលយាយមីងឌឺដងបន្តិចហើយក៏បានចាក់ទម្លុះខ្លួនឡានសៀងផ្ទុះនៅចំហាយធម្មពលយ៉ាងខ្លាំងក្លាឃើញទស្សនភាពទាំងអស់នេះឡានកើក៏បានស្លុតចិត្តហេតុអ្វីបានជាខ្ញុំមិនអាចផ្លាស់ទីបានចឹងប្រញាប់ឡើងខ្ញុំគឺត្រូវតែទៅជួយបិតារបស់ខ្ញុំដោយឡែកឡានសៀងឯនេះវិញក៏បានចាប់ដៃយាយមីងជាប់ដើម្បីបំផ្ទុះខ្លួនឯងឃើញបែបនេះសៀងយន្តក៏បានស្រែកដោយការឈឺចាប់ប៉ុន្តែធម្មពលក៏បានផ្ទុះយ៉ាងខ្លាំងបាត់ទៅហើយ
ឡានកគាត់ក៏បានបើកភ្នែកធំៗមើលពុករបស់គាត់បានរលាយបាត់នៅមុខភ្នែកគាត់ក៏នៅតែស្រែកប្រាប់កូនប្រុសឲ្យប្រញាប់រត់បែបនេះទៅហើយយាយមីងក៏នៅតែឌឺដងបន្ថែមទៀតនៅក្នុងត្រកូលបិសាចគឺមានអតិថិបិសាចចំនួន24ហើយនាងគឺជាអតិថិបិសាចម្នាក់ដែលជាប់ចំណាក់ថ្នាក់ទី20មនុស្សដូចជាគេនេះមិននឹងអាចបញ្ឈប់មកកាន់ខ្ញុំបានទៅរីឯនៅពីក្រោយនាងក៏មាននៅអតិថិបិសាចលេខរៀងទី10ម្នាក់ទៀតចង់សម្លាប់ទៅកាន់ពូកែនេះគឺងាយស្រួលដូចបកជើងអញ្ចឹងសៀងយន្តពេលនេះក៏ទប់លែងជាប់ទៅហើយនាងក៏ត្រូវតែសងសឹកទៅឲ្យស្វាមីរបស់នាងរួចក៏បានសម្បុកចូលទៅឡានកើក៏បានស្រែកប្រាប់ឲ្យគាត់ស្ងប់អារម្មណ៍ទុកឲ្យគេជាអ្នកទៅវិញម្ដងតែរូយន្តពេលនេះនាងមិនបានបញ្ឈប់នោះទេក៏បានហោះឡើងទៅខាងលើបញ្ចេញនៅរាងកាយមយូរ៉ាដ៏ធំឃើញបែបនេះឡានកើក៏នៅតែព្យាយាមស្រែកប្រាប់ថាទុកឲ្យគាត់ជាអ្នកទៅវិញមិនថាយ៉ាងណារូយន្តក៏នៅតែបើកការវិភាគដើម្បីការពារទៅកាន់កូនប្រុសយាយមីងក៏បានបញ្ចេញនៅធម្មពលរបស់នាងរុំរឹតទៅកាន់មយូរ៉ាព្រមទាំងថាសុបិនខ្ពស់ពេកហើយដល់ដំណាក់កាលនេះហើយសៀងយន្តក៏បានស្រែកប្រាប់ឲ្យហ្វាហោនាំឡានកើទៅឆ្ងាយលើបែបនេះហ្វាហោក៏បានប្រើប្រាស់ស្នៀតអង្កាំដទិភាពទាំង7ក៏ស្របពេលដែរយាយមីងបានផ្ដាច់ជីវិតទៅកាន់សៀងយន្តដង្ហើមចុងក្រោយគាត់ក៏និយាយទៅកាន់ស៊ីវកើម៉ាក់ពិតជាចង់ឃើញកូនរៀបការខ្លាំងណាស់នៅលើលោកនេះម៉ាក់ស្រឡាញ់កូនជាងអ្វីៗទាំងអស់ឡានកើមិនអាចធ្វើអ្វីបានត្រឹមតែស្រែកដោយការឈឺចាប់រលាយបាត់ពីទីនេះពិភពលោករបស់គាត់ពេលនេះក៏បានងងឹតសូន្យឈឹងទៅហើយមិនថាយ៉ាងណាក៏នៅតែស្រែកប្រាប់ហ្វាហោឲ្យនាំគាត់ទៅរកពួកគាត់វិញហ្វាហោមិនអាចធ្វើអ្វីបានឡើយបានត្រឹមតែឃុំខ្លួនឡានកើព្រមទាំងសុំទោសហើយនេះក៏ជាលើកទី1ដែរដែលអេដមីនសម្រាប់បណ្ដាចង់ស្រក់ទឹកភ្នែកបណ្ដាឡានកើគាត់ក៏បានស្រែកយ៉ាងខ្លាំងព្យាយាមបំបាយខែរបស់ហ្វាហោដោយឃើញខែការពាររបស់គាត់កំពុងតែប្រែបែកបន្តិចម្ដងបែបនេះហ្វាហោក៏បានបែកភាគជា3រួចក៏បានរត់គេចមូលហេតុនោះគឺគាត់មិនចង់ឲ្យឡានកើ teleport ទៅកន្លែងនោះវិញទេឡានកើក៏បានបញ្ចេញនូវធម្មពលយ៉ាងខ្លាំងស្រែកមួយទំហឹងឲ្យហ្វាហោនាំគាត់ត្រឡប់ទៅវិញរួចក៏បានដេញវាយប្រហារហ្វាហោពីពេញទីក្រុងមិនថាយ៉ាងណាហ្វាហោក៏នៅតែព្យាយាមរត់គេចឡានកើក៏បានបញ្ចេញនូវភ្លើងយ៉ាងធំវិភាបន្តទៀតហ្វាហោក៏មិនបានខ្វល់ពីខ្លួនឯងនៅឡើយក៏បានបើកនូវខែការពារទៅកាន់ប្រជាជនបន្ទាប់មកឡានកើក៏បានហក់ទៅយ៉ាងលឿនវាយទៅកាន់ហ្វាហោមួយដៃតែគាត់ក៏បាន teleport ចេញពីទីនេះរួចក៏បានរត់បន្តខណៈពេលដែលឡានកើនៅតែបន្តដេញបែបនេះហ្វាហោក៏បានស្រូបនូវធម្មពលរបស់គេក៏ធ្វើឲ្យឡានកើបានធ្លាក់ចុះទៅខាងក្រោមហ្វាហោក៏សួរថាគេចង់ស្លាប់មែនទេឡានកើក៏តបយ៉ាងឈឺចាប់ទៅវិញបើទោះបីជាស្លាប់ក៏គាត់ទៅស្លាប់ជាមួយនឹងពួកគាត់ដែរហ្វាហោពេលនេះគាត់ក៏គ្មានជំរើសទេបានត្រឹមតែបើកនូវខែការពារទប់ទល់ពីកម្ដាប់ដៃរបស់ឡានកើវាយបណ្ដាក៏ស្រែកប្រាប់ហ្វាហោឲ្យនាំគាត់ត្រឡប់ទៅវិញរួចក៏នឹកទៅដល់អតីតកាលកាលពីគាត់នៅក្មេងសួរទៅកាន់ព្រះបិតាតើពិតទេថាលេខឆឹងរបស់យើងគឺស្រស់ស្អាតជាងគេឡានសៀងក៏បានប្រាប់ទៅកាន់កូនប្រុសពិតហើយនេះគឺជាប្រទេសនិងស្រុកកំណើតរបស់បិតាហើយនៅថ្ងៃអនាគតវានឹងក្លាយទៅជារបស់បុត្រស្ដាប់ណាឯងត្រូវតែរឹងមាំដើម្បីអភិវឌ្ឍប្រទេសរបស់យើងកាន់មកដល់បច្ចុប្បន្នក៏បានដាក់ទៅកាន់ហ្វាហោមួយដៃធ្វើឲ្យគាត់ឃ្លាទៅខាងក្រោយរួចក៏បានស្ទុះទៅវាយបន្តទៀតថែមទាំងបាននឹកទៅដល់ម្ដាយរបស់គាត់ដែលបាននិយាយថានៅថ្ងៃអនាគតម៉ាក់គ្រាន់តែចង់ឲ្យកូនក្លាយទៅជាព្រះអម្ចាស់ដ៏រីករាយម្នាក់ធ្វើអ្វីដែលបុត្រចង់ធ្វើបុត្រនឹងក្លាយទៅជាមនុស្សម្នាក់ដែលមានសេរីភាពបំផុតនៅក្នុងទឹកដីនៃសេរីភាពនេះរីឯឡានសៀងក៏បានប្រាប់កូនប្រុសមិនត្រូវធ្វើដោយគាត់ទេត្រូវតែឆោឲ្យខ្ពស់ជាងគាត់មូលហេតុនោះដោយសារតែបុត្រគឺជាបុត្រតែម្នាក់របស់បិតាសៀងយន្តមិនថាបុត្រខ្លាចជាអ្វីនោះទេបុត្រក៏នៅតែជាក្មេងតូចម្នាក់សម្រាប់មេដាជានិច្ចកាលមកបច្ចុប្បន្នឡានកើក៏នៅតែបន្តវាយនឹកទៅដល់អតីតកាលជាច្រើនក៏ស្របពេលដែរទឹកភ្លៀងបានបង្អុរចុះមកកាន់ផែនព្រទី2ឡានកើគាត់ក៏បានមកឈប់រួចក៏បានដួលទៅសម្លាប់ទៅបាត់បន្ទាប់មកហ្វាហោក៏បានគ្រេឡានកើទៅផ្ទះនៃសេចក្តីសង្ឃឹមនៅតាមផ្លូវហ្វាហោក៏នៅតែលួងចិត្តឡានកើថាគាត់ក៏គ្មានឪពុកម្ដាយដែរពេលនេះខ្ញុំដឹងថានៅក្នុងចិត្តរបស់ឯងកំពុងតែឈឺចាប់ប៉ុន្តែដោយសារតែខ្ញុំមិនចង់ឲ្យការស្លាប់របស់គាត់ប្រែទៅជាអត់ប្រយោជន៍នោះទៅខ្ញុំមិននាំឯងត្រឡប់ទៅវិញដាក់ឲ្យឡានកើសម្រាប់ហើយក៏បានសុំទោសខ្ញុំមិនខ្លាចស្លាប់ទេប៉ុន្តែខ្ញុំមិនចង់ឲ្យពួកយើងស្លាប់ដោយអត់ប្រយោជន៍នោះឡើយអ្វីដែលពួកយើងអាចធ្វើបាននៅពេលនេះគឺមានតែពង្រឹងកម្លាំងដើម្បីទៅសងសឹកឲ្យពួកគាត់ពេលស្មងក្រោយមកឡានកើគាត់ក៏បានភ្ញាក់ដឹងខ្លួនវិញគាត់តែដឹងខ្លួនភ្លាមក៏ព្យាយាម teleport ទៅដែនពណ៌ខៀវប៉ុន្តែគាត់បានត្រឹមតែបដូរកន្លែងហ្វាហោប៉ុណ្ណោះគាត់ក៏មិនបោះបង់ព្យាយាមម្ដងទៀតជាលទ្ធផលក៏នៅតែដដែលហ្វាហោក៏ប្រាប់ថាគ្មានប្រយោជន៍ទេបើចង់ត្រឡប់ទៅវិញតតែចំណាយពេល12ម៉ោងទៀតលឺបែបនេះឡានកើក៏បានដាក់ហ្វាហោមួយដៃសួរហេតុអ្វីបានជានាំគាត់មកទីនេះហ្វាហោក៏បានវាយមួយដៃវិញប្រាប់ទៅថាបើត្រឡប់ទៅវិញនោះលទ្ធផលគឺមានតែស្លាប់តែមួយគត់អ្នកទាំងពីរពេលនេះក៏តសម្ដីគ្នាចាប់ផ្ដើមបតែបន្តពេះពេញបន្ទប់ឡានកើគាត់ក៏មានឱកាសសង្គ្រប់ទៅលើហ្វាហោជានៅកំដាប់ដៃនិយាយថាគេមិនដឹង
អំពីអារម្មណ៍ដែលគ្មាននៅឪពុកម្ដាយនោះទេខណៈពេលដែលចង់វាយទៅកាន់ហ្វាហ័រទៅហើយក៏បានលើសំឡេងយងសៀនបានហៅមកកាន់គាត់ដោយបែបនេះឡានកើក៏បានដើរទៅអង្គុយយំតែម្នាក់ឯងយងសៀនក៏បានប្រគល់របស់ដែលគេស្រឡាញ់ទៅឲ្យឡានកើព្រមទាំងលួងលោមទៅកាន់គាត់ថែមទាំងប្រាប់ទៀតថាបើគាត់ឈឺនោះឲ្យយំឲ្យខ្លាំងៗមកមិនថាឈឺចាប់យ៉ាងណាទេបើអ្នកយំឆ្អែតនោះអ្វីៗនឹងប្រសើរឡើងនៅថ្ងៃស្អែកស្ដាប់ពីទាំងអស់នេះហើយសូម្បីតែហ្វាហ័រគាត់ក៏ទប់ទឹកភ្នែកមិនជាប់ដែរឡានកើគាត់ក៏បានយកនៅខ្លែងយងសៀនមកស្រែកយំយ៉ាងខ្លាំង80ម៉ោងក្រោយមកឡានកើគាត់ក៏នៅតែបន្តអង្គុយយំនៅលើដំបូលហ្វាហ័រក៏បានអង្គុយកំដរឡានកើពេលវេលាចេះតែរំកើទៅមុខឡានកើគាត់ក៏នៅតែមិនទាន់ធ្វើចិត្តបានដដែលរីឯកញ្ញាតេងជាមួយនឹងក្មេងៗក៏បានអុជចង្គៀងជូនដំណើរទៅកាន់ពួកគាត់ចំណែកឯហ្វាហ័រនេះវិញគាត់ក៏បានដើរមកនិយាយទៅកាន់ឡានកើពេលនេះគាត់ក៏យល់ហើយហេតុអ្វីបានជាមេបញ្ជាការហួសុនជីនិយាយបែបនេះពេលនេះអ្វីដែលពួកយើងអាចធ្វើបានគឺមានតែព្យាយាមវឹកហាត់ឡើងទៅដល់កម្រិតទី4ដើម្បីសហការជាមួយនឹងពួកគាត់បើពួកយើងមិនអាចឈានទៅដល់កម្រិតទី9ទេពួកយើងក៏គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីប្រយុទ្ធតតាំងជាមួយនឹងអតីតបិសាចនោះទេមូលហេតុដែលខ្ញុំមិនឲ្យឯងត្រឡប់ទៅវិញខ្ញុំខ្លាចថាឯងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានបញ្ហាចម្បងឯងគឺជាអ្នកស្នងមរតកតែមួយគត់នៃទីក្រុងរន្ទះហើយពេលនេះលើឆឹងក៏បានព្យាយាមស៊ើបអង្កេតទៅកាន់រឿងនេះហើយអ្វីដែលពួកយើងត្រូវធ្វើនោះគឺមូលហេតុអ្វីបានជាពួកបិសាចត្រូវការអង្កាំលទ្ធិភាពអ្វីដែលសំខាន់ពួកយើងគឺត្រូវតែរឹងមាំដើម្បីសងសឹកទៅកាន់ឪពុកម្ដាយហើយពេលនេះឪពុកចិញ្ចឹមរបស់ខ្ញុំក៏បានរៀបចំទូករួចជាស្រេចខ្ញុំនឹងទៅជាមួយឯងឡានកើគាត់ក៏បានសុំទោសព្រមទាំងអរគុណទៅកាន់ហ្វាហ័របន្ទាប់មកសាច់រឿងក៏បានកាត់មកដល់លើទូករបស់ហ្វាហ័រឡានកើគាត់ក៏នៅតែឆោតតែម្នាក់ឯងហ្វាហ័រក៏បានបង្ហាញខ្លួនប្រាប់ថាគាត់បានរក្សាសញ្ញាទៅក្នុងទីក្រុងបញ្ញារួចហើយទោះបីជាមានបិសាចដេញតាមពួកគេក៏ពួកគេអាច teleport ទៅទីនោះបានដែរហើយពេលនេះពួកគេក៏ត្រូវតែធ្វើដំណើរទៅកាន់ដែនពណ៌ខៀវវិញតាមល្បឿនទូករបស់គាត់នោះក៏ត្រូវតែចំណាយពេល2ទៅ3ខែដែរឡានកើក៏ប្រាប់ទៅវិញថាអារម្មណ៍របស់គាត់ពេលនេះកំពុងតែរញ៉េរញ៉ៃហ្វាហ័រក៏បានរំលឹកទៅកាន់ពពួកបិសាចដូចជាមានអ្វីមួយខុសប្រក្រតីមិនបានជាពួកគេអាចមានអារម្មណ៍ដឹងថាអង្គការលទ្ធិភាពនៅពួកយើងតាមធម្មតាពួកគេគឺមិនអាចដឹងអំពីដង្ហើមអង្គការលទ្ធិភាពច្បាស់ដល់ថ្នាក់នេះទេតាមការវិភាគរបស់ខ្ញុំនោះប្រហែលជាតាក់ទងនៅក្នុងការប្រយុទ្ធរវាងដែនទាំង3នៅពេលដែលត្រឡប់ទៅវិញពួកយើងគឺតែស៊ើបអង្កេតនៅរឿងនេះបន្តមកទៀតក៏ទៅជួបជាមួយនឹងចាស់ទុំនិងស្ដាប់ដំបូន្មានរបស់ពួកគាត់បើតាមកំណត់ហ្វាហ័រពេលនេះគាត់មិនចង់ស្ថិតនៅក្នុងដែនទាំងពីរទៀតទេពួកគេគួរតែដើរហើរនៅក្នុងពិភពគុណស្ថានភាពពួកគេបច្ចុប្បន្នគឺមិនអាចមានទំនាក់ទំនងជាមួយនឹងអ្នកដទៃទៀតបានឡើយក៏ព្រោះតែអង្គការលទ្ធិភាពអាចប៉ះពាល់ទៅកាន់ពួកគេពួកយើងគួរតែចាកចេញទៅកន្លែងដ៏ឆ្ងាយដែលគ្មាននរណាម្នាក់អាចរកឃើញនិងបន្តហ្វឹកហាត់ឲ្យកាន់តែខ្លាំងរហូតដល់ថ្ងៃណាមួយពួកយើងឡើងទៅដល់កម្រិតទី9យើងនឹងត្រឡប់មកវិញដល់ពេលនោះយ៉ាងហោចណាស់ពួកយើងក៏មានកម្លាំងគ្រប់គ្រាន់ដើម្បីការពារខ្លួនឯងដែរហើយក៏មានលទ្ធភាពអាចសងសឹកទៅកាន់ឪពុកម្ដាយដូចគ្នាឮបែបនេះឡានកើក៏ក្រោកឈរឡើងបបួលហ្វាហ័រដើម្បីទៅហ្វឹកហាត់ស្របពេលនោះកូនចៅរបស់ហ្វាហ័រគេក៏បានអាណិតទៅកាន់អ្នកទាំងពីរថាលើកមុនគឺជានាគសមុទ្ររីឯលើកនេះគឺជាបិសាចហើយដើម្បីបានជាពួកគេជួបតែគ្រោះមហន្តរាយអញ្ចឹងបន្ទាប់មកសាច់រឿងក៏បានកាត់មកដល់អ្នកទាំងពីរដែលនៅខាងក្នុងនេះវិញក៏បានស្រូបយកថាមពលឋានសួគ៌និងផែនដីចូលទៅក្នុងខ្លួនគណៈពេលដែលពួកគេកំពុងតែស្រូបនៅថាមពលដើម្បីមកវឹកហាត់នោះក៏បានលើកសំឡេងមនុស្សម្នាក់បានហៅទៅកាន់ឡានកើពេលនេះគាត់ក៏បានចូលទៅដល់ពិភពដ៏ស្រស់ស្អាតមួយក៏បានលេចចេញនៅបារាយណ៍ទឹករបស់គាត់មិនត្រឹមតែធាតុទឹកនោះទេធាតុផ្សេងៗទៀតក៏បានលេចចេញមកផងដែរគណៈពេលនេះធាតុរបស់គាត់ទាំងអស់ក៏បានរួមបញ្ចូលគ្នាប្រែទៅជាបលែនដ៏ធំមួយចំណែកឯហ្វាហ័រក៏មិនខុសអំពីឡានកើដែរក៏បានចូលទៅដល់ពិភពដ៏ទទេស្អាតសំឡេងបរិសម្នាក់ក៏សួរតើអ្វីទៅជាប្រាជ្ញាហ្វាហ័រក៏ប្រាប់ចំណេះដឹងការចងចាំការយល់ឃើញជាមួយនឹងអារម្មណ៍ទាំងនេះគឺជាអ្វីគ្រប់យ៉ាងដែលជំរុញចិត្តរបស់យើងពូក៏បានប្រកាសថាប្រាជ្ញារបស់ហ្វាហ័រពេលនេះក៏អាចឈានទៅដល់ទំព័រទី2នៃសៀវភៅប្រាជ្ញាហើយស្របពេលនោះសៀវភៅប្រាជ្ញាដែលនៅក្នុងប្រាសាទនៃប្រាជ្ញាក៏បានបាញ់នូវធម្មពលឡើងទៅខាងលើឃើញទិដ្ឋភាពទាំងអស់នេះចវាយក្រុងរួមទាំងប្រជាជនក៏មានអាការភ្ញាក់ផ្អើលកាន់មកដល់អ្នកទាំងពីរនេះវិញក៏បានមកផ្ទុះធម្មពលរៀងៗខ្លួនអ្នកទាំងពីរក៏បានបើកភ្នែកមកព្រមគ្នាពោពេញទៅដោយពន្លឺការយល់ឃើញនិងអារម្មណ៍របស់ហ្វាហ័រពេលនេះគឺមានចម្ងាយឆ្ងាយខ្លាំងណាស់ហ្វាហ័រគាត់ក៏មានអាការភ្ញាក់ផ្អើលតែនេះគឺជាអំណាចនៃប្រាជ្ញាមែនទេដោយឡែកឡានកើនេះវិញបលែនដែលរួមផ្សំទៅដោយធាតុទាំងអស់របស់គាត់ក៏នៅតែហោបតែសិនរួចក៏បានហូរចូលទៅក្នុងខ្លួនរបស់គាត់ហើយទីបំផុតឡានកើគាត់ក៏អាចបង្កើននៅបេះដូងនៃធាតុបានហើយកាន់មកដល់ខាងក្រៅធម្មពលរបស់អ្នកទាំងពីរក៏សត្វតែបានហោះទៅខាងលើរួបរวมគ្នាគណៈពេលនោះផងដែរវាក៏សត្វតែបានប្រែទៅជាដុំនៃធម្មពលមួយអ្នកទាំងពីរក៏និយាយព្រមគ្នានេះគឺជាអង្គការលទ្ធិភាពពិតប្រាកដចឹងសាច់រឿងទឹកដីនៃអភ័យដែលជា Season 1ក៏បានមកដល់ទីបញ្ចប់ផងដែរសម្រាប់ភាគនេះ Admin
admin នេះក៏មកដល់គ្នាយើងទៅមើលនៅរឿងពេញក៏ពិតជាកំសត់ខ្លាំងណាស់ហើយសម្រាប់ season 2 admin មិនដឹងថាបានធ្វើឬក៏អត់ទេមកដល់ចំណុចនេះក៏ពិតជាអរគុណខ្លាំងមែនទែនសម្រាប់ការគ្រប់គ្រងកន្លងមកបើទោះបីជា admin ចេញរឿងយឺតក៏ពិតមែនតែអ្នកទាំងអស់គ្នានៅតែគ្រប់គ្រង admin ពិតជាសប្បាយចិត្តខ្លាំងណាស់ចឹងវីដេអូរបស់យើងថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ